កាត់ចូលមកដល់ភាគទី13ទៅវិញខ្ញុំបានឃើញនៅបរិមម្នាក់មានការអស់សង្ឃឹមជាខ្លាំងនៅពេលដែលគាត់បានឃើញនៅវងសម្បត្តិជាច្រើនព្យាយាមធ្វើការសម្រាប់គាត់ហើយគាត់ក៏មិនស្មានថាគាត់នឹងគឺត្រូវបានស្លាប់ដោយសារតែពួកសម្បត្តិទាំងអស់នេះដែរនៅពេលនោះគាត់បានបិទភ្នែកទទួលយកនៅសេចក្តីស្លាប់ក៏បានឃើញនៅដាវមួយនឹងដែលចូលមកជួយគាត់ហើយយើងអស់គ្នាបានដឹងហើយថាដាវនឹងគឺជាកងទ័ពសម្បត្តិរបស់ជីនវូនៅពេលនោះយើងកាត់មកដល់ក្រុងអាសាស៊ីនហ្នឹងគឺមានបរិបទមានកាប់ភ័យតន់ស្លុតជាខ្លាំងទៅពេលដែលគាត់បានដឹងថា Hunter របស់គាត់ហ្នឹងគឺបានចាញ់ទាំងស្រុងហើយព្រមទាំងមានអ្នកស្លាប់ហ្នឹងក៏ដោយសារតែសម្បត្តិមួយក្បាលផងទៀតនៅពេលនោះមានកូនចៅរបស់គាត់ដែលបានស្រែកហៅគាត់ថាលោកនេះខ្សែទូរស័ព្ទរបស់យើងហ្នឹងគឺចិត្តបានដាច់ហើយក៏ពោលតែមានការទទួលទេហៅមកច្រើនពេកនៅពេលដែលអ្នកបានមើលហ្នឹងបានឃើញនៅការស្លាប់របស់ Hunter ដែលការមើល live ផ្ទាល់របស់ហ្នឹងហើយគាត់ក៏បានស្រែកឡើងថាស្អីគេប៉ុន្តែឥឡូវនេះគឺវាមិនអាចពជាពេលបានទេសូមបិទ live ភ្លាមៗទៅនៅពេលដែលពួកគាត់ហ្នឹងកំពុងតែព្យាយាមបិទ live ហ្នឹងក៏ស្រាប់តែបានលេចនៅវត្តមានរបស់ជីនវូនៅកន្លែងនោះព្រមទាំងជាមួយនឹងកងទ័ពសម្បត្តិរបស់គាត់ជាច្រើនបានព្យាយាមចូលទៅស្លាប់ពួកសម័យហ្នឹងជាច្រើនហើយគាត់ក៏បាននិយាយថានេះគឺជាពេលរបស់ពួកយើងហើយនៅពេលដែលគាត់បាននិយាយអញ្ចឹងហើយ system របស់គាត់ក៏បានលោតមកថាការបដូរនៅទីតាំងស្មៅហ្នឹងគឺបានទទួលបានជោគជ័យហើយគាត់អាចប្រើម្ដងទៀតនៅពេលដែលរយៈពេល3ម៉ោងក្រោយនៅពេលនោះពួកកងទ័ពស្មៅរបស់គាត់ហ្នឹងគឺបានព្យាយាមចូលទៅស្លាប់ពួកស្មៅទាំងអស់ហ្នឹងជាច្រើនរហូតទៅដល់ពួកគាត់ហ្នឹងទទួលបានជោគជ័យនៅភ្លាមៗហ្នឹងក៏បានឃើញនៅបរិមម្នាក់ក៏បានឆ្ងល់ថាតើមានរឿងអ្វីកើតឡើងតើនរណាជាអ្នកជួយខ្ញុំហើយក៏ស្រាប់តែបរិមម្នាក់ដែលយើងបានដឹងហើយថាពូហ្នឹងគឺជា Hunter Rank A ហ្នឹងក៏បាននិយាយថាអូពួកយើងគឺមានសុខភាពហើយនៅពេលនោះ Jinwoo ក៏បានធ្វើការចូលទៅវាយជាមួយនឹងពួកសម្ោចហ្នឹងជាមួយនឹងកងទ័ពសម្ោចរបស់គាត់ហ្នឹងជាច្រើននៅពេលនោះដល់ពេលគាត់ចំចាត់បានហើយគាត់ក៏បាននិយាយថាគឺវាគឺទៅដល់ពេលដែលយើងនឹងត្រូវស្រូបយកសម្ោចហ្នឹងហើយនៅពេលនោះគាត់ក៏បានស្រូបយកពួកសម្ោចរបស់ពួកសัตว์សម្ោចហ្នឹងយកមកធ្វើជាកងទ័ពសម្ោចរបស់គាត់បន្ថែមទៀតបន្តមកទៀតក៏បានឃើញនៅបរិមម្នាក់គាត់បានមានការភ្ញាក់តក់ស្លុតជាខ្លាំងនៅពេលដែលបានដឹងថាសម្បត្តិនេះគឺបានរស់ឡើងវិញហើយគាត់បានឆ្ងល់ថាតើមានរឿងអ្វីកើតឡើងសូមបញ្យល់មក5ខ្ញុំមកភ្លាមមកហ្នឹងតើវាមានរឿងអ្វីកើតឡើងមកជាសម្បត្តិនឹងវាទៅខំគ្នាឯងវិញអញ្ចឹងនៅពេលដែលពួកសម្បត្តិនឹងវាបានធ្វើការខំគ្នារបស់ពួកវានឹងអស់ចិត្តហើយគាត់ក៏បានផ្ដល់នៅទឹកអ្វីមួយនឹងទៅឲ្យពួកគាត់ដើម្បីជួយព្យាបាលនៅរបួសរបស់ពួកគាត់ហើយគាត់ក៏បាននិយាយថាអ្នកគួរតែផឹកទឹកនេះទៅវានឹងជួយដល់អ្នកឲ្យអ្នកនឹងមានសុខភាពល្អនឹងរស់ឡើងវិញនៅពេលដែលពួកគេផឹកហើយពួកគេក៏បានជាសះស្បើយគ្រប់គ្នានៅឡើយតែកញ្ញាហេអ៊ីននឹងគឺមិនទាន់បានដឹងខ្លួននៅឡើយទេភ្លាមៗមកដែរបរិមម្នាក់ហ្នឹងក៏បាននិយាយម្ដងទៀតថាអូពួកយើងគួរតែចាក់ចែងពីទីនេះទៅក៏ដោយសារតែស្ដេចសម្រាប់ពួកវានឹងត្រឡប់មកវិញនៅបន្តិចទៀតនេះនៅពេលដែលគាត់និយាយមិនតាន់ចប់ផងក៏ស្ដេចសម្រាប់ក៏បានវិលត្រឡប់មកវិញហើយក៏បានស្រែកសួរថាតើលោកគឺជាស្ដេចមែនទេហើយនៅពេលនោះគាត់មានការតក់ឆ្ងល់ជាខ្លាំងហេតុអីបានជាពួកវាត្រឡប់មកវិញតើពួកវាមិនបានឃើញស្ដេចទេឬមែនឬមួយក៏វានៅចង់ឃើញនៅហេអ៊ីនម្នាក់នេះនៅពេលដែលគាត់និយាយហើយក៏បានដើរចូលមកប្រឈមមុខជាមួយនឹងជីនវូនឹងដោយកម្លាំងសម្ពាធយ៉ាងខ្លាំងក្លា